ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីជាដំបូងខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការ like comment និង share នៅលើវីដេអូរបស់ខ្ញុំនៅក្នុង TikTok Facebook ហើយនិង YouTube នេះជាទឹកចិត្តដ៏ធំធេងណាស់សម្រាប់ខ្ញុំហើយខ្ញុំក៏សូមអរគុណដល់បងប្អូនដែលបានចែករំលែកសាច់រឿងមកកាន់ខ្ញុំហើយថែមទាំង donate ទឹកប្រាក់របស់បងប្អូនមកកាន់ខ្ញុំតាមទៀតផងខ្ញុំពិតជាអរគុណខ្លាំងមែនទែនដូច្នេះខ្ញុំសម្រេចចិត្តថាខ្ញុំនឹងដាក់ QR code ដើម្បីឲ្យបងប្អូន donate មកកាន់ខ្ញុំការ donate របស់បងប្អូនគឺជាកម្លាំងចិត្តដ៏ធំមួយសម្រាប់ខ្ញុំណាស់ហើយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាទុកជាបុណ្យផងសម្រាប់ការចូលរួមហើយបើសិនជាបងប្អូនមានសាច់រឿងចង់ចែករំលែកសូមបងប្អូនឆាតមកខ្ញុំតាមរយៈ Telegram ដែលបានដាក់ link នៅខាងក្រោមវីដេអូនេះតោះឥឡូវពួកយើងចាប់ផ្ដើមចូលទៅសាច់រឿងដ៏រន្ធត់ព្រួយៗរបស់ខ្ញុំហើយនេះគឺជារឿងពិតដែលខ្ញុំបានជួបផ្ទាល់តែម្ដងរឿងនេះបានកាត់ឡើងនៅក្នុងឆ្នាំ2020ដែលកាលនោះខ្ញុំបានរស់នៅខេត្តមួយដែលនៅឆ្ងាយគឺជាភូមិភាគឦសាននៃខេត្តរតនគិរីខ្ញុំបានរស់នៅទីនោះយូរឆ្នាំដែរហើយខ្ញុំរស់នៅក្នុងស្រុកមួយដែលចេញពីទីរួមខេត្តមករៀងឆ្ងាយដែរពីព្រោះថាខ្ញុំមានការងារធ្វើនៅក្នុងស្រុកនោះរៀងច្រើនដែរចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំរស់នៅក្នុងស្រុកនោះតែម្ដងហើយខ្ញុំក៏មានមិត្តភ័ក្តិនៅទីនោះខ្លះដែរហើយមានថ្ងៃមួយខ្ញុំមានមិត្តភ័ក្តិម្នាក់ដែលគាត់រស់នៅទីរួមខេត្តគាត់ឈ្មោះឡុងគាត់ក៏បានខលមកខ្ញុំពេលព្រឹកព្រលឹមតែម្ដងហើយពេលនោះគាត់ថាគាត់មានកម្មវិធីនៅល្ងាចនេះគឺជាកម្មវិធីគូកណារបស់កូនគាត់ហើយកម្មវិធីហ្នឹងគឺធ្វើឡើងនៅផ្ទះថ្មីរបស់គាត់តែគាត់ទើបតែបានជួលហើយពេលនោះខ្ញុំក៏និយាយថាជួលផ្ទះថ្មីជួលនៅណាវិញជួលផ្ទះចាស់កាត់អីឡងក៏គាត់ថាផ្ទះចាស់តូចពេកអញ្ចឹងគាត់ចង់រកផ្ទះជួលថ្មីដែលមើលទៅរាងធំហើយតម្លៃធូរអញ្ចឹងគាត់បានមកជួលផ្ទះថ្មីហ្នឹងគឺដូចអ្វីដែលគាត់ចង់បានហើយសំខាន់គាត់ថាផ្ទះហ្នឹងគឺស្អាតផ្ទះហ្នឹងស្អាតមែនតើហើយផ្ទះហ្នឹងធំហើយតម្លៃធូរថ្លៃទៀតអញ្ចឹងក៏សម្រេចចិត្តថាមករស់នៅកន្លែងថ្មីនេះតែម្ដងខ្ញុំក៏មិនបានគិតអីច្រើនដែររួចក៏ជួយអរគ្នាទៅដែលគាត់រកបានកន្លែងនៅថ្មីបានធំបានស្អាតហើយតម្លៃធូរថ្លៃទៀតខ្ញុំក៏មិនបានគិតអីច្រើនដែរហើយក៏ជួយអរគាត់ទៅតែគាត់បានរកបានកន្លែងនៅថ្មីបានស្អាតហើយតម្លៃធូរទៀតហើយខ្ញុំក៏បានព្រមព្រៀងគ្នាថាទៅនឹងយប់នេះប៉ុន្តែប្រហែលជាយប់បន្តិចព្រោះថាថ្ងៃនេះខ្ញុំមានការងារត្រូវធ្វើច្រើនដែរអញ្ចឹងចាំយប់បន្តិចចាំពួកយើងជួបគ្នាហើយខ្ញុំនឹងទៅគេងនៅផ្ទះថ្មីរបស់គាត់នឹងមួយយប់តែម្ដងអញ្ចឹងចាំឡុងឯងផ្ញើ location មកចាំខ្ញុំទៅដល់ផ្ទះកម្មវិធីមករួចហើយពួកយើងក៏បានបិទទូរស័ព្ទខ្ញុំក៏ទៅងូតទឹករៀបចំខ្លួនទៅធ្វើការតាមធម្មតាទៅក្នុងអំឡុងពេលមួយថ្ងៃនេះមានការងារត្រូវធ្វើច្រើនមែនតើខុសពីធម្មតាតាំងពីព្រលឹមរហូតដល់ល្ងាចហើយខ្ញុំរួចដែរប្រហែលជាម៉ោង6ល្ងាចបានចាប់ផ្ដើមរៀបចំខ្លួនងូតទឹកស្លៀកពាក់ដើម្បីរៀបចំទៅកន្លែងកម្មវិធីព្រោះថាម៉ោងរៀងល្ងាចដែរហើយម៉ោង6ហើយពេលដែលខ្ញុំរៀបចំខ្លួនហើយខ្ញុំក៏ដើរចេញមកដល់ឡានសត្វតាឡានរបស់ខ្ញុំនឹងបែកកង់តាំងពីពេលណាដែលមិនដឹងដោយថាឡានហ្នឹងគឺជិះមួយថ្ងៃអត់មានបញ្ហាអីទេហើយខ្ញុំក៏មិនបានទៅខ្វល់អ្វីច្រើនដែរក៏បញ្ញាបដូរកង់ថ្មីដើម្បីកុំឲ្យយប់ពេកព្រោះពីផ្ទះខ្ញុំទៅផ្ទះឡុងរៀងឆ្ងាយដែរព្រោះត្រូវជិះប្រហែលជា1ម៉ោងជាងបានទៅដល់ផ្ទះកម្មវិធីហ្នឹងបន្ទាប់ពីបដូរកង់រួចរាល់ហើយខ្ញុំក៏បញ្ញាប់ចេញទៅផ្ទះឡុងព្រោះខ្លាចយឺតនៅម៉ោង7កន្លះយប់ខ្ញុំក៏ទៅដល់ផ្ទះកម្មវិធីពេលដែលខ្ញុំទៅដល់ខ្ញុំមានអារម្មណ៍ថាផ្លូវចូលផ្ទះគាត់នឹងរៀងទូចហើយចូលរៀងជ្រៅព្រោះថាមិនមែននៅជាប់ផ្លូវធំទេផ្ទះរបស់គាត់នឹងគឺចូលទៅក្នុងផ្លូវរៀងលំប៉ុន្តែផ្ទះហ្នឹងគឺស្អាតមែនជាផ្ទះថ្មបែបវិឡាកូនកាត់ហើយមាន2ជាន់ហើយនៅជិតផ្ទះហ្នឹងអត់សូវមានផ្ទះប្រជាជនរស់នៅទេវានៅរៀងឆ្ងាយពីគ្នាព្រោះអត់ជាប់គ្នាដូចយើងនៅពេញអញ្ចឹងហើយបើនៅជុំវិញផ្ទះវិញគឺសុទ្ធតែព្រៃឈើស្ដុកហ្មងហើយនៅខាងមុខផ្ទះវិញគឺមានដើមឈើពីរដើមនៅម្ខាងផ្លូវពីមុខផ្ទះពីគ្នាហ្នឹងប៉ុន្តែនៅចំមុខផ្ទះតែម្ដងស្ដាំដូងហ្នឹងខ្ពស់ខ្លាំងហើយធំទៀតបើតាមខ្ញុំគិតប្រហែលជាកម្ពស់10ម៉ែត្រពេលដែលខ្ញុំចូលទៅដល់ក្នុងផ្ទះភ្លាមពួកគាត់ក៏មកទទួលរាក់ទាក់ធម្មតាហើយគាត់ក៏នាំខ្ញុំទៅអង្គុយញ៉ាំអីនៅតុដែលគេបានរៀបចំសម្រាប់ភ្ញៀវចូលរួមកម្មវិធីនៅក្នុងបរិវេណផ្ទះនឹងតែម្ដង
បន្ទាប់ពីញ៉ាំអីជុំគ្នាបានបន្តិចខ្ញុំក៏បានចាប់អារម្មណ៍ទៅលើសុំទ្វារដែលធ្វើពីឈើដែលគេបិទនៅលើទ្វារសម្រាប់ចេញចូលផ្ទះថ្មីរបស់គាត់ហ្នឹងណាបាននិយាយឲ្យស្រួលយល់ទៅសុំទ្វារហ្នឹងគឺគេធ្វើពីឈើបិទនៅលើទ្វារសម្រាប់យើងដើរចេញចូលដើម្បីឲ្យមើលទៅស្អាតហើយផ្ទះថ្មីរបស់គាត់ហ្នឹងក៏គេធ្វើជាសុំហ្នឹងដែរក៏ប៉ុន្តែបើនិយាយអាក្រក់ស្ដាប់ទៅគឺសុំទ្វារដែលធ្វើដាក់នៅក្នុងផ្ទះរបស់គាត់ហ្នឹងណាគឺមើលទៅដូចម៉ងខ្មោចមែនតើព្រោះមើលទៅអាក្បាច់គៀនហ្នឹងវារាងកោងចុះក្រោមហើយវាទៅលើវិញនិយាយចំទៅគឺមើលទៅគឺដូចម៉ងដាក់ខ្មោចអញ្ចឹងហើយពេលហ្នឹងខ្ញុំក៏បានគិតច្រើនដែរខ្ញុំក៏និយាយទៅកាន់មិត្តភក្តិខ្ញុំដែលឈ្មោះឡុងថាឡុងសុំទ្វារផ្ទះឡុងឯងមើលទៅដូចចម្លែកដល់ហើយដូចម៉ងខ្មោចហើយពេលនោះឡុងក៏គាត់សើចក៏គាត់និយាយថាឯងគិតចឹងដែរតែមិនអីទេព្រោះថាអត់សូវខ្វល់រឿងចឹងផងហើយពេលហ្នឹងក៏ពួកយើងក៏មិនបានទៅខ្វល់ខ្វាយរឿងអីទៀតដែរក៏នាំគ្នាញ៉ាំអីជុំគ្នាហើយក៏ជាមួយនឹងមិត្តភក្តិផ្សេងៗទៀតតាមធម្មតាហើយពេលហ្នឹងខ្ញុំក៏អត់ហ៊ាននិយាយអីទៀតដែរព្រោះខ្លាចម្ចាស់ផ្ទះគេអន់ចិត្តស្រាប់តែជុំគ្នាញ៉ាំអីបានបន្តិចខ្ញុំក៏រៀងឈឺនោមក៏ដើរទៅបន្ទប់ទឹកនៅខាងក្នុងផ្ទះហ្នឹងស្រាប់តែមានអ្នកចូលនៅក្នុងបន្ទប់ទឹកហ្នឹងហើយខ្ញុំក៏មិនបានគិតអីច្រើនដែរក៏ដើរចេញមកក្រៅផ្ទះហើយបងប្អូននៅចាំដែលខ្ញុំនិយាយមុននឹងអត់គឺនៅខាងមុខផ្ទះហ្នឹងគឺមានដើមដូងធំពីរដើមនៅខាងមុខផ្ទះគឺខ្ញុំដើរទៅនោមនៅកន្លែងដើមដូងហ្នឹងតែម្ដងពេលដែលខ្ញុំដើរទៅនោមហើយភ្លាមខ្ញុំក៏ងើយមើលទៅខាងលើស្រាប់តែមានភ្លើងធំមួយប៉ុណ្ណឹងចង្អេរមើលទៅធំខ្លាំងមែនទែនហោះពីលើក្បាលខ្ញុំពីដើមមួយចូលទៅដើមមួយទៀតនិយាយមកដល់កន្លែងនោះគឺពឺសបោខ្លាំងមែនទែនគឺភ្លើងហ្នឹងគឺធំខ្លាំងមែនទែនធំប៉ុណ្ណឹងចង្អេរចឹងគឺហោះចូលពីដើមមួយទៅដើមមួយទៀតហើយភ្លើងហ្នឹងគឺជាភ្លើងពណ៌បៃតងគ្រាន់តែហោះចូលភ្លាមគឺបាត់ភ្លាមតែម្ដងខ្ញុំឃើញច្បាស់នឹងភ្នែកព្រោះថាអត់មានតន់បានផឹកស្វឹងអីទេគឺនៅស្វាងល្អមែនទែនហើយពេលហ្នឹងខ្ញុំចាប់ដើមមានអារម្មណ៍ថាភ័យអត់ស្រួលហើយប៉ុន្តែខំសម្រួលអារម្មណ៍ឲ្យដើរចូលទៅក្នុងផ្ទះវិញហើយក៏អត់ហ៊ាននិយាយរឿងហ្នឹងប្រាប់ណាគេដែរព្រោះថាផ្ទះគេទៅបើចូលមករស់នៅថ្មីយើងទៅនិយាយអីពេលដាច់ច្រើនពេកខ្លាចម្ចាស់ផ្ទះគេអន់ចិត្តទៅខ្ញុំអត់មានហ៊ាននិយាយពីរឿងហ្នឹងប្រាប់ណាគេទាំងអស់សំបីតែអ្នកដែលមកចូលរួមកម្មវិធីដែលជាមិត្តភក្តិខ្ញុំផ្សេងហ្នឹងក៏អត់មានបាននិយាយប្រាប់គេដែរគឺរឿងហ្នឹងគឺជួបតែខ្ញុំម្នាក់ឯងលុះដល់យប់ឡើងមកប្រហែលជាម៉ោង10ជាងពួកយើងក៏បញ្ចប់កម្មវិធីភ្ញៀវនិងមិត្តភក្តិផ្សេងៗទៀតក៏បានចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួនហើយពេលនោះខ្ញុំក៏ចង់ទៅផ្ទះវិញដែរព្រោះមើលទៅđãសូវស្រួលតាំងពីល្ងាចមកប៉ុន្តែឡុងហ្នឹងគឺគាត់អត់ព្រមឲ្យខ្ញុំទៅសោះព្រោះថាខ្ញុំនៅឆ្ងាយជាងគេហើយយប់ក៏ជ្រៅដែរអញ្ចឹងគាត់ឲ្យគេនៅផ្ទះគាត់មកយប់ទៅដោយសារតែការសន្យារបស់ខ្ញុំជាមួយគាត់តាំងពីព្រឹកថាខ្ញុំនឹងគេនៅផ្ទះគាត់មកយប់ខ្ញុំក៏ព្រមទៅតាមនឹងទៅហើយគាត់ក៏ឲ្យបន្ទប់ខ្ញុំមួយនៅជាន់ឡើងទឿឲ្យខ្ញុំគេម្នាក់ឯងបន្ទាប់ពីនិយាយគ្នាហើយពួកយើងក៏ដើរចូលទៅបន្ទប់គេរៀងខ្លួនព្រោះវាយប់ជ្រៅហើយគាត់ដើរទៅបន្ទប់គាត់ខ្ញុំក៏ដើរចូលបន្ទប់គេរបស់ខ្ញុំដែលគាត់បានរៀបចំឲ្យហើយនៅក្នុងបន្ទប់គេរបស់ខ្ញុំហ្នឹងគឺទទេស្អាតអត់មានរៀបចំអីទេសូម្បីតែទូចតូចក៏អត់មានដែរខ្ញុំក៏រៀបចំដល់កៅអៅចូលទៅងូតទឹកធម្មតាដល់មិនមានរឿងអ្វីទេបន្ទាប់ពីងូតទឹកហើយរៀបចំខ្លួនហើយខ្ញុំក៏រៀបចំគេក៏ប៉ុន្តែចម្លែកមែនតើគឺគេអត់លក់ទៅសោះបើតាមខ្ញុំគិតប្រហែលជាអាចមកពីខ្ញុំខ្លាយកន្លែងគេថ្មីអញ្ចឹងប្រហែលជាធ្វើឲ្យខ្ញុំគេអត់លក់រហូតដល់ម៉ោង11យប់ខ្ញុំសង្ងំគេតតែគេលក់បានបន្តិចប្រហែលជាម៉ោង12យប់ខ្ញុំក៏ភ្ញាក់ឡើងមកវិញបន្ទាប់ពីបានឮសំឡេងមួយហើយបងប្អូនដឹងថាសំឡេងដែលខ្ញុំបានឮហ្នឹងគឺជាសំឡេងអីអត់សំឡេងដែលខ្ញុំបានឮហ្នឹងគឺជាសំឡេងមនុស្សស្រីដែលកំពុងតែយំសោកសៅខ្លាំងមែនតើសំឡេងគាត់យំនិយាយទៅខ្ញុំអត់សូវចេះធ្វើសំឡេងខ្មោចហ្នឹងទេប៉ុន្តែសំឡេងរបស់គាត់ហ្នឹងគឺដកជាប់នៅក្នុងខួរក្បាលរបស់ខ្ញុំមែនតើគឺយំគាត់យំបានន័យថាយំជាមនុស្សស្រីដែលយំបញ្ចេញពីភាពសោកសៅរបស់ខ្លួនឯងហើយយើងស្ដាប់មើលទៅគឺព្រឺសវល់ខ្លាំងមែនតើពេលហ្នឹងហើយមិនថាជាសំឡេងមនុស្សស្រីយំឯងនៅឮសំឡេងពុះទ្វារហើយត្រង់ពីខាងលើផ្ទះហ្នឹងទៅផាំងដងសំឡេងគឺខ្លាំងមែនតើគឺឮពេញតិចខ្ញុំហ្មង
ហើយពេលហ្នឹងខ្ញុំភ័យខ្លាំងមែនតើភ័យហើយខ្ញុំចាប់ដើមបិទតិចកុំឲ្យលឺប៉ុន្តែអាសំឡេងហ្នឹងវាមិនមែនធម្មតាលឺពីខាងក្រៅវាលឺនៅក្នុងតិចខ្ញុំទៀតហើយពេលហ្នឹងខ្ញុំចាប់ដើមភ័យខ្លាំងមែនតើហើយបែកញើសពេញខ្លួនញ័រដៃញ័រជើងញ័រខ្លួនអស់ហើយខ្ញុំក៏សម្រេចចិត្តថាខ្ញុំនឹងខលទៅឡុងដែលនៅខាងលើផ្ទះហ្នឹងហើយគ្រាន់តែខ្ញុំខលទៅឡុងបានបន្តិចពេលដែលឡុងចាប់ដើមលើទូរស័ព្ទអាសំឡេងទាំងអស់ហ្នឹងសត្វតែបាត់ឈឹងហ្មងហើយពេលហ្នឹងឡុងគាត់សួរថាមានរឿងអីមែនអញ្ចឹងខ្ញុំក៏ប្រាប់ថាខ្ញុំមានសារៈសំខាន់អញ្ចឹងខ្ញុំទៅផ្ទះវិញបន្ទាន់អញ្ចឹងណាអញ្ចឹងឡុងឯងជួយបើកទ្វារខ្ញុំបន្តិចបានអត់ខ្ញុំពងរៀបចំអីវ៉ាន់ដើម្បីចេញទៅខ្ញុំចាំឡុងគាត់ចូលពីបន្ទប់គាត់មកបន្ទប់ខ្ញុំហើយពេលគាត់មកដល់មុខបន្ទប់គាត់ក៏បានគោះប៉ុន្តែពេលហ្នឹងគឺខ្ញុំខ្លាចមែនតើខ្លាចថាមិនបានជាគាត់ហើយខ្ញុំក៏ហៅគាត់ឡុងហើយគាត់ក៏បានឆ្លើយមកខ្ញុំទើបខ្ញុំហ៊ានបើកទ្វារហ្នឹងឲ្យគាត់ចូលហើយខ្ញុំពីអ្នកគាត់ក៏បានដើរចេញពីក្នុងបន្ទប់ហ្នឹងមកហើយមកដល់ខាងមុខផ្ទះនៅកន្លែងសុំទ្វារហ្នឹងខ្ញុំក៏បែរក្រោយដើម្បីបិទទ្វារបន្ទាប់មកខ្ញុំក៏បែរមុខទៅខាងលើស្រាប់តែខ្ញុំឃើញមានមនុស្សស្រីម្នាក់ស្លៀករ៉ូបពណ៌សពោះធំហើយសក់ក្បាលវែងទម្លាក់ចុះមកបាំងមុខហើយបែរមុខមកខ្ញុំហើយខ្ញុំនៅខាងក្រោមនេះខ្ញុំភ័យខ្លាំងមែនតើពេលហ្នឹងអូយគឺសបល់ក៏ប៉ុន្តែចម្លែកមែនតើចម្លែកត្រង់ថាឡុងគឺគាត់អត់បានឃើញអ្វីដូចខ្ញុំបានឃើញទេគឺខ្ញុំឃើញតែម្នាក់ឯងហើយខ្ញុំភ័យខ្លាំងមែនតើពេលហ្នឹងហើយបន្ទាប់មកខ្ញុំក៏រៀបចំឡើងឡានហើយចេញមកផ្ទះវិញនឹងយប់តែម្នាក់ឯងខ្ញុំបើកឡានបដាខ្ញុំសូត្រធម៌បដាហើយខ្ញុំរំលឹកគុណដល់មេត្តាបិតាបដាយប់ក៏ចាប់ដើមស្ងាត់ទៅម៉ោងប្រហែលជាម៉ោង1យប់ហើយនៅលើផ្លូវហ្នឹងគឺស្ងាត់ឈឹងហ្មងគឺមានតែឡានរបស់ខ្ញុំតែម្នាក់ឯងដែលបើកនៅលើផ្លូវហ្នឹងខ្ញុំបើកឡានមកផ្ទះតែម្នាក់ឯងទាំងភ័យខ្លាចហើយសូម្បីតែកញ្ចក់ក្រោយក៏អត់ហ៊ានដែរអត់ហ៊ានអីគឺអត់ហ៊ានមើលកញ្ចក់ក្រោយព្រោះថាខ្លាចដូចយើងមើលនៅក្នុងរឿងកុនមើលកញ្ចក់ក្រោយស្រាប់តែមានមនុស្សអង្គុយពីក្រោយយើងអូយងាប់ហើយខ្ញុំបន្ទាប់មកខ្ញុំជិតមកដល់ផ្ទះខ្ញុំហើយនៅពេលដែលជិតមកដល់ផ្ទះហ្នឹងផ្លូវផ្ទះខ្ញុំហ្នឹងគឺមានភ្នំតូចមួយបន្ទាប់មកខ្ញុំជិះមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែខ្ញុំឃើញមានម៉ូតូមួយដែលបានដួលហើយមើលទៅទំនងដូចជាឡានបុកអញ្ចឹងព្រោះថាឃើញមានមនុស្សផ្សេងហើយម៉ូតូផ្សេងប៉ើងនៅពីគ្នាហើយអត់នៅចិត្តគ្នាគឺនៅពាក់កណ្ដាលផ្លូវប៉ុន្តែមនុស្សហើយម៉ូតូគឺប៉ើងឆ្ងាយពីគ្នាហ្មងហើយពេលហ្នឹងខ្ញុំឃើញមានមនុស្សប្រុសម្នាក់ដែលស្លាប់នៅក្នុងស្លុកឈាមនៅកណ្ដាលផ្លូវហ្នឹងហើយខ្ញុំក៏អត់ហ៊ានចុះលើឡានដែរព្រោះទី1ខ្ញុំគិតថាខ្ញុំខ្លាចចោលប្លន់ទី2ខ្ញុំខ្លាចថាក្រគេថាខ្ញុំអ្នកបុកអីចឹងអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំជិះមកមុខបន្តិចទៀតហើយខ្ញុំក៏យកទូរស័ព្ទតាក់ទងទៅបងប៉ូលីសនៅតំបន់នោះហើយខ្ញុំខលទៅប្រាប់គាត់ខ្ញុំថាបងខ្ញុំឃើញមានមនុស្សប្រុសម្នាក់ហើយនឹងម៉ូតូដូចតំណងដូចឡានបុកបងនៅកណ្ដាលផ្លូវនៅម្ដុំកែងផ្លូវភ្នំដែលខ្ញុំបានប្រាប់នៅខាងលើហ្នឹងហើយខ្ញុំឃើញមានឈាមច្រើនខ្លាំងមែនតើនៅពេញផ្លូវហើយអត់ឃើញមានឡាននៅចិត្តហ្នឹងឯងបងប្រហែលជាអាចឡានបុកហើយរត់ទៅបងអញ្ចឹងបងអាចចាំជួយទៅមើលផងបញ្ជាក់កន្លែងហ្នឹងតិចតាមពិតបងប៉ូលីសដែលខ្ញុំបានខលទៅហ្នឹងគឺជាអ្នកស្គាល់គ្នារាប់អានគ្នាដោយបងប្អូនដែរហើយពេលហ្នឹងគាត់ក៏ទទួលបានគាត់ចាប់ផ្ដើមចេញទៅកន្លែងការថែភ្លាមតែហ្មងហើយខ្ញុំបន្ទាប់ពីខ្ញុំបានខលទៅប្រាប់គាត់ហើយខ្ញុំក៏បានមកដល់ផ្ទះដែរគ្រាន់តែខ្ញុំចូលដល់ក្នុងបន្ទប់គេភ្លាមទូរស័ព្ទខ្ញុំក៏បានរោឡើងហើយបងប៉ូលីសជាអ្នកខលមកហើយបងប្អូនដឹងថាមានរឿងអីកើតឡើងអត់គាត់ថាអត់មានឃើញអ្វីដែលខ្ញុំបានឃើញនោះទេសូម្បីតែឈាមប្រឡាក់នៅលើផ្លូវក៏អត់មានដែរនិយាយទៅគឺទទេស្អាតអត់មានរឿងបញ្ហាកើតឡើងអ្វីទាំងអស់ហ្មងហើយពេលហ្នឹងខ្ញុំស្រឡាំងកាំងខ្លាំងមែនតើខ្ញុំអត់អស់ចិត្តទេហើយខ្ញុំវាឃើញស្ដាយនឹងភ្នែកហ្មងព្រោះឃើញមានមនុស្សដេកស្លាប់នៅកណ្ដាលផ្លូវហើយហូរឈាមពេញហ្នឹងខ្ញុំអត់អស់ចិត្តទេខ្ញុំក៏ជិះឡានទៅកន្លែងកើតហេតុហ្នឹងភ្លាមដោយសារតែខ្ញុំបានទឹកមិនឃើញមិញហ្នឹងព្រោះហើយកន្លែងកើតហេតុហ្នឹងគឺអត់នៅឆ្ងាយពីផ្ទះខ្ញុំទេប្រហែលជា2គីឡូអីទេហើយពេលទៅដល់កន្លែងកើតហេតុហ្នឹងភ្លាមអ្វីដែលធ្វើខ្ញុំស្លុតហ្នឹងគឺអត់មានឃើញអ្វីទាំងអស់ហ្មងហើយអ្វីដែលខ្ញុំបានឃើញមុនហ្នឹងគឺអត់មានឃើញអីទាំងអស់គឺទទេស្អាតហើយខ្ញុំក៏ប្រាប់ទៅបងប៉ូលីសថាបងអើយឲ្យខ្ញុំសុំទោសផងតែជាខ្ញុំខ្មោចលងហើយតែប៉ុន្តែបើសិនជាខ្ញុំអត់បានស្គាល់គាត់ហើយខ្ញុំបានតាក់ទងទៅប៉ូលីសបែរជាអាចមានបញ្ហាអីព្រោះយើងអានេះយើងរំខានដល់សមត្ថកិច្ច
ក៏ប៉ុន្តែបងប្អូនក៏គាត់អត់មានយកទោសពេកអីដែរហើយខ្ញុំក៏ត្រឡប់មកផ្ទះវិញហើយខ្លួនរបស់ខ្ញុំនោះគឺញ័រហើយខ្ញុំអត់បានដេកទេមកយប់តោភ្លើនឹងគឺអត់បានដេកហ្មងហើយសក់ក្បាលខ្ញុំឡើងបាសភ្នែកឡើងខ្មៅហើយវាប្រយ៉ាងថាវាមកយប់នេះគឺរឿងជាប់គ្នារហូតខ្ញុំស្លុតអស់ហើយនៅពេលព្រឹកឡើងបងប្រុសដែរគាត់នៅធ្វើការជាមួយខ្ញុំហ្នឹងគាត់នាំខ្ញុំទៅស្រោចទឹកលើរិស័យនៅវត្តមួយនៅក្នុងស្រុកដែលខ្ញុំបានរស់នៅហ្នឹងហើយបន្ទាប់មកខ្ញុំក៏យករឿងទាំងអស់ហ្នឹងទៅប្រាប់លោកតាចៅអធិការវត្តផងដែរលោកតាចៅអធិការវត្តគាត់មានសន្និដ្ឋានថាតាមពិតទៅម្សិលមិញហ្នឹងគឺជាថ្ងៃគ្រូរបស់ខ្ញុំប៉ុន្តែខ្ញុំអាចឆ្លងផុតបានដោយសារតែអំណាចនៃអំពើល្អរបស់យើងផលបុណ្យដែលយើងបានធ្វើហើយនឹងយើងរំលឹកដល់គុណមេដាបិតាអានឹងគឺជាការរំលឹកគុណដ៏ធំហ្មងហើយលោកតាក៏គាត់បានធ្វើកិច្ចមួយចំនួនដែរដែលខ្ញុំសូមអត់និយាយវិញហើយបន្ទាប់មកខ្ញុំបានជួបរឿងនឹងហើយគឺខ្ញុំធ្លាក់ខ្លួនឈឺ3ថ្ងៃហើយខ្ញុំឈឺដូចរបៀបគ្រុនចាញ់អញ្ចឹងគឺគ្រុនល្ងាធ្វើអីអត់ការទេរយៈពេល3ថ្ងៃហ្នឹងហើយកលែកបើនិយាយពីរឿងផ្ទះមិត្តភក្តិខ្ញុំដែលឈ្មោះឡុងវិញតែប៉ុន្តែឡុងក៏គាត់រស់នៅផ្ទះហ្នឹងបានតែមួយអាទិត្យក៏រើចេញទៅវិញដែរព្រោះថាគាត់ជួបហេតុការណ៍ផ្សេងដូចខ្ញុំដែរហើយនេះជាអ្វីដែលគាត់បានប្រាប់ខ្ញុំគាត់ថាអ្នកចិត្តខាងនៅចិត្តហ្នឹងគាត់បានប្រាប់ថាម្ចាស់ផ្ទះមុនហ្នឹងគាត់បានស្លាប់ដោយសារតែគាត់មានទម្ងន់ពោះធំចិត្តគប់ខែហើយគាត់នៅផ្ទះម្នាក់ឯងគាត់បានដួលនៅក្នុងបន្ទប់ហើយអត់មានអ្នកគេដឹងទេដោយសារតែពេលហ្នឹងបងស្រីហ្នឹងគឺគាត់នៅផ្ទះម្នាក់ឯងហើយតាំងពីពេលហ្នឹងមកក៏អត់មានអ្នកគេមកនៅផ្ទះហ្នឹងទៀតដែរទៅតែឡុងគាត់មកជួលហ្នឹងគឺជាអ្នកទី1ហើយអ្នកដែលជួលផ្ទះហ្នឹងឲ្យទៅឡុងហ្នឹងគឺជាបងប្អូនរបស់បងស្រីដែលបានស្លាប់នៅក្នុងហ្នឹងអាហ្នឹងជាអ្វីដែលឡុងបានប្រាប់ខ្ញុំហើយឡុងក៏គាត់បានប្រាប់ទៀតដែរទៅក្នុងឡុងពេលដែលគាត់បានរស់នៅផ្ទះហ្នឹងគាត់ឮសំឡេងបំពេកអូននៅរៀងរាល់យប់ហើយមានសំឡេងមនុស្សចែកគ្នាមនុស្សគោះទ្វារមនុស្សហៅឈ្មោះគាត់ហើយនឹងមានរឿងជាច្រើនទៀតធ្វើឲ្យគាត់មិនអាចរស់នៅបន្តទៀតបានទេហើយគាត់ក៏សម្រេចចិត្តថារើចេញមុនការកំណត់គឺគាត់នៅអត់បានទេដោយសារតែឯងមានអមនុស្សមានខ្មោចច្រើនមែនតើដោយសារគាត់រស់នៅអត់បានគាត់ថាមានពេលខ្លះគាត់ពងតែដេកចឹងមានមនុស្សមកសកត់ពីលើគាត់ថាជាមនុស្សប៉ុន្តែសកត់ពីលើហើយគាត់ប្រឹងរើអូយគាត់ថាពិបាករស់នៅខ្លាំងមែនតើហើយគាត់ថាបើពេលយប់វិញគឺឮសំឡេងបំពេកូនសំឡេងមនុស្សស្រីយំគឺឮរហូតជារៀងរាល់យប់តែម្ដងហើយមកដល់កន្លែងនេះខ្ញុំក៏សូមខមាទោសទៅបងស្រីផងបើសិនជាខ្ញុំលើករឿងនេះមកនិយាយទៅប៉ះពាល់ដល់បងកន្លែងណាក៏ឲ្យខ្ញុំសូមអភ័យទោសទុកជាមុនផងហើយនេះគឺជាសាច់រឿងរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយសូមអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់មកដល់ចុងវីដេអូនេះហើយបើសិនជាបងប្អូនចូលចិត្តបងប្អូនជួយ like comment និង share នៅវីដេអូនេះផងហើយនេះគឺជាកម្លាំងចិត្តដ៏ធំធេងណាស់សម្រាប់ខ្ញុំហើយបើសិនជាបងប្អូនមានសាច់រឿងដែលជួបពិតអញ្ចឹងហើយចង់ចែករំលែកមកកាន់ខ្ញុំបងប្អូនអាចចែករំលែកមកខ្ញុំបានតាមរយៈលេខ Telegram ដែលខ្ញុំដាក់ link នៅខាងក្រោមវីដេអូនេះហើយបើសិនជាបងប្អូនមានចម្ងល់ត្រង់កន្លែងណាសូមបងប្អូនមេត្តា comment នៅខាងក្រោមវីដេអូខ្ញុំនឹងធ្វើការឆ្លើយតបជូនបងប្អូនទាំងអស់គ្នាហើយជាចុងក្រោយបងប្អូនទាំងអស់គ្នាសូមកុំភ្លេចជួយ follow ហើយជួយ like comment និង share នៅវីដេអូរបស់ខ្ញុំទាំងនៅលើ TikTok Facebook និង YouTube ផងហើយព្រោះនេះគឺជាកម្លាំងចិត្តដ៏ខ្លាំងសម្រាប់ខ្ញុំនៅក្នុងការធ្វើវីដេអូបន្តទៀតជូនបងប្អូនទាំងអស់គ្នាហើយមួយទៀតក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានឧបត្ថម្ភមកកាន់ខ្ញុំតាមរយៈ QR Code នេះគឺជាទឹកចិត្តដ៏ធំធេងណាស់សម្រាប់ខ្ញុំហើយក៏ជាកម្លាំងចិត្តមួយដែរសម្រាប់ខ្ញុំទៅក្នុងការបង្កើតវីដេអូជូនបងប្អូនទាំងអស់គ្នាទៀតជាចុងក្រោយសូមអរគុណដល់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ត
។